សួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមកធ្វើមុខម្ហូបមួយទៀតហើយមុខម្ហូបមានឈ្មោះថាឆាមីម្រះព្រៅហើយគ្រឿងផ្សំរបស់យើងមានដូចជាសាច់មាន់មីម្រះព្រៅម្ទេសហើយនិងខ្ទឹមហើយនេះស្ករទឹកត្រីរ៉ូឌីអញ្ចឹងដំបូងយើងចាប់ផ្ដើមយកសាច់មាន់នេះមកកាប់វាឲ្យទូចៗមកដើម្បីយើងយកទៅឆាអញ្ចឹងយើងចាប់ផ្ដើមកាប់វាណាឥឡូវបន្ទាប់ពីខ្ញុំកច្រាមសាច់រួចរាល់ហើយខ្ញុំចាប់ផ្ដើមមកបុកគ្រឿងយើងហ្នឹងខ្ញុំដាក់ខ្ទឹម4 ក្រពើហើយនឹងម្ទេស5 គ្រាប់អញ្ចឹងសម្រាប់ខ្ទឹមខ្ញុំដាក់ទាំងសបកបែបនេះឥឡូវខ្ទឹមហើយនឹងម្ទេសខ្ញុំបុកម៉ត់ហើយខ្ញុំលើកវាទៅទុកម្ដុំសិនខ្ញុំចាប់ផ្ដើមទៅស្រុះមីអញ្ចឹងឥឡូវទឹកខ្ញុំពុះខ្ញុំចាប់ផ្ដើមយកមីមកស្រុះអញ្ចឹងខ្ញុំស្រុះមីពីកញ្ចប់អញ្ចឹងឥឡូវមីខ្ញុំរីកហើយខ្ញុំចាប់ផ្ដើមស្រង់វាយកទៅទុកម្ដុំសិនឥឡូវខ្ញុំចាប់ផ្ដើមឆាខ្ទឹមនិងម្ទេសដែលខ្ញុំបុកមិញហ្នឹងយើងឆាវាឲ្យឡើងឈ្ងុយសិនមកចាំយើងបន្ថែមគ្រឿងផ្សេងដាក់តាមក្រោយឥឡូវខ្ទឹមយើងឡើងឈ្ងុយហើយយើងចាប់ផ្ដើមចាក់មាន់ចូលមាន់នេះយើងឆាត្រឡប់ឲ្យវារៀងឆ្អិនតិចមកចាំយើងដាក់គ្រឿងស្ករអំបិលប៊ីចេងតាមក្រោយឥឡូវសាច់មាន់យើងរៀងឆ្អិនហើយខ្ញុំចាប់ផ្ដើមដាក់គ្រឿងចូលយើងចាក់ស្ករមកបន្តិចណារ៉ូឌីយើងដាក់បន្តិចដែរណាហើយទឹកត្រីយើងដាក់ប៉ុណ្នេះយើងកូរគ្រឿងអស់ហ្នឹងឲ្យចូលជាតិជាមួយនឹងសាច់មកហើយចាំយើងថែមទឹកក្តៅមកបន្តិចណាឲ្យវាមានទឹកបន្តិចដើម្បីមកងាស់សាច់យើងអញ្ចឹងយើងមកងាស់សាច់ឲ្យឆ្អិនសិនចាំយើងបង់ម្រះព្រៅឥឡូវសាច់ខ្ញុំឆ្អិនហើយខ្ញុំចាប់ផ្ដើមចាក់ម្រះព្រៅចូលយើងកូរឲ្យម្រះព្រៅនឹងរៀងសពប់តិចមកចាំយើងដាក់មីយើងចូលជាការស្រេចអញ្ចឹងយើងកូរត្រឡប់បែបនេះឲ្យម្រះព្រៅយើងរៀងសពប់តិចចាំយើងចាក់មីចូលហើយកន្លែងហ្នឹងអ្នកទាំងអស់គ្នាអាចភ្លក់រសជាតិបានថារសជាតិហ្នឹងត្រូវចិត្តយើងនៅបើមិនសិនជានៅខ្វះខាតទេបងប្អូនអាចថែមគ្រឿងតិចតួចទៀតទៅបានហើយអញ្ចឹងឥឡូវម្រះព្រៅខ្ញុំសពប់ឯងខ្ញុំចាប់ផ្ដើមចាក់មីដែលខ្ញុំស្នាក់ស្រុះមិញចូលបន្ទាប់ពីយើងដាក់មីចូលហើយយើងពលាវាអញ្ចេះមកឲ្យវាលាតចេញពីគ្នាហើយចាំយើងឆាវាចូលគ្នាវិញចឹងឆាមីម្រះព្រៅយើងរួចរាល់ហើយខ្ញុំនឹងលើកវាទៅដាក់នៅក្នុងចានឆាមីម្រះព្រៅយើងរួចរាល់ហើយឥឡូវឆាមីម្រះព្រៅយើងរួចរាល់ហើយអញ្ចឹងខ្ញុំចាប់ផ្ដើមភ្លក់រសជាតិថាវាឆ្ងាញ់ប៉ុណ្ណាឡើងឈ្ងុយបងប្អូនឆាមីម្រះព្រៅមុខនេះគឺឆ្ងាញ់ណាស់បងប្អូនហើយរសជាតិដែលខ្ញុំយកនេះគឺហឹរតិចប្រៃផ្អែមអញ្ចឹងរសជាតិយើងយកមកញ៉ាំជាមួយមីមកគឺឆ្ងាញ់ខ្លាំងមែនតើហើយសម្រាប់អ្នកចូលចិត្តម្រះព្រៅអាចដាក់ថែមបានរសជាតិវាឆ្ងាញ់មែនតើហើយមីយើងឡើងតុនហ្មងណាពួកខ្ញុំស្រស់មិញមកល្មមដែរចង់ពេលឆាទៅឡើងតុនហើយញ៉ាំទៅចូលជាតិគ្នាឆ្ងាញ់មែនតើអញ្ចឹងសម្រាប់មុខម្ហូបអាមុខនេះងាយស្រួលធ្វើកុំភ្លេចសាកធ្វើទាំងអស់គ្នានៅផ្ទះណាបងប្អូនអរគុណបងប្អូនជម្រាបលា